បច្ចេកវិទ្យាកាន់តែរីកចម្រើនពិភពលោកកាន់តែដើរទៅមុខប្រទេសជាតិកាន់តែអភិវឌ្ឍសូម្បីតែទៀននេះក៏មិនរលាដូចមុនដែរប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំបំភ្លេចមិនបាននៅក្នុងឆាកជីវិតមួយនេះគឺជាអនុស្សាវរីយ៍ដែលកាលពីនៅក្មេងខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ស្ដាប់នៅបទចម្រៀងអាយ៉ៃដែលមានចំណងជើងថាស្រណោះវាលវែងអាយ៉ៃឆ្លើយឆ្លងស្រណោះវាលវែងគឺជាសិល្បៈប្រជាប្រិយខ្មែរដែលសម្ដែងដោយលោកតាស្មៀនឈឿននិងលោកយាយកៅសង្វាពេជ្រលើកដំបូងនៅវត្តព្រះនរាសិល្បៈអាយ៉ៃឆ្លើយឆ្លងគឺជាសិល្បៈប្រជាប្រិយខ្មែរមួយបែបដែលតាមឯកសារបង្ហាញថាសិល្បៈមួយនេះបានកាត់ឡើងដោយតារាចម្រៀងជើងចាស់មួយរូបដែលលោកមានឈ្មោះថាលោកតាយ៉ៃលោកមានទីលំនៅនៅភូមិឈើនាងឃុំព្រះនិព្វានស្រុកកងវិស័យខេត្តកំពង់ស្ពឺដែលលោកបានកើតនៅក្នុងឆ្នាំ1878និងទទួលមរណភាពនៅឆ្នាំ1958អំឡុងពេលនោះប្រជាជននៅក្នុងតំបន់តែងតែបបួលគ្នាថាតោះទៅមើលអាយ៉ៃទៅមើលអាយ៉ៃរហូតក៏ជាប់ពាក្យថាអាយ៉ៃមកដល់ពេលបច្ចុប្បន្នត្រឡប់មកវិញតើបងប្អូនណាខ្លះដែលមានអនុស្សាវរីយ៍ជាមួយនឹងបទស្រណោះវាលវែងសម្រាប់ខ្ញុំពិតជាមានអនុស្សាវរីយ៍ជាមួយនឹងបទនេះច្រើនមែនទែនកាលពីនៅកុមារភាពហើយសូមខមមិនអំពីអនុស្សាវរីយ៍បងប្អូនទាំងអស់គ្នាឲ្យខ្ញុំដឹងផង